លោកកឹមសេងបានបង្ហោះវីដេអូនិងបានរៀបរាប់ការឈឺចាប់ក្រោយពីរងការរិះគន់យ៉ាងច្រើនពីសំណាក់បងប្អូននិងមហាជននៅក្នុងបណ្ដាញសង្គមគេថារូបលោកត្រូវបានក្បត់ចិត្តសង្សាររបស់ខ្លួនគឺអូនយ៉ាយ៉ាដែលបានស្រឡាញ់គ្នាអស់រយៈពេល8ឆ្នាំបន្ទាប់មកក៏បានមកស្និទ្ធស្នាលជាមួយនឹងគូស្នេហ៍ថ្មីបានធ្វើឲ្យអូនយ៉ាយ៉ាស្រក់ទឹកភ្នែកនិងឈឺចាប់នៅក្នុងដួងចិត្តរបស់គាត់អតីតគូស្នេហ៍មួយគូនេះដែលបានផ្ដើមស្នេហ៍និងស្រឡាញ់គ្នានៅលើទឹកដីខេត្តបាត់ដំបងគឺកឹមសេងនិងអូនយ៉ាយ៉ាដែលបានស្រឡាញ់គ្នាអស់រយៈពេល8ឆ្នាំប៉ុន្តែនៅពេលនេះពួកគេបានចែកបែកផ្លូវគ្នារៀងៗខ្លួនហើយដោយសារតែមូលហេតុនេះអូនយ៉ាយ៉ាបានរៀបរាប់ប្រាប់ថាលោកកឹមសេងក៏បានសុំបែកអូនយ៉ាយ៉ាមុនប៉ុន្តែពីរនាក់នេះកន្លងមកក៏ធ្លាប់ត្រូវគ្នាម្ដងហើយបន្ទាប់មកក៏បានបែកគ្នាជាសារជាថ្មីទៀតដោយសារតែកឹមសេងមិនអាចបោះបង់អ្នកថ្មីទើបទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់បានមិនអាចផ្គប់ផ្គុំជាសារថ្មីឡើងវិញគឺប្រេះឆាទៅហើយនៅពេលនេះម្យ៉ាងវិញទៀតម៉ាក់របស់លោកកឹមសេងគឺមិនពេញចិត្តអូនយ៉ាយ៉ានោះទេដោយសារតែមហាជនរិះគន់ច្រើនពេកនៅលើបណ្ដាញសង្គមនៅពេលនេះលោកកឹមសេងក៏បានបង្ហោះវីដេអូមួយបាននិយាយរៀបរាប់យ៉ាងឈឺចាប់នៅក្នុងដួងចិត្តរបស់គាត់ដោយហាមចិត្តមហាជនកុំវិនិច្ឆ័យតាមរយៈការស្ដាប់ម្ខាងរឿងរ៉ាវគ្រប់យ៉ាងមានហេតុនិងមានផលលោកកឹមសេងបានបញ្ជាក់ផងដែរថានៅក្នុងការឈឺចាប់នេះនៅខាងចុងវីដេអូលោកបានសុំអូនយ៉ាយ៉ារៀបការចំនួន3ដងហើយនៅក្នុងទំនាក់ទំនងស្នេហារយៈពេល8ឆ្នាំនេះគឺអូនយ៉ាយ៉ាមិនព្រមរៀបការនោះទេគឺប្រកែកមិនព្រមរៀបការនៅក្នុងរឿងនេះផងដែរសូមបងប្អូនតាមដានឲ្យកាន់តែច្បាស់នៅក្នុងរឿងនេះលោកកឹមសេងបាននិយាយរៀបរាប់ទាំងឈឺចាប់យ៉ាងដូចនេះថាបងប្អូននិយាយថាខ្ញុំគ្មានទំនួលខុសត្រូវវាគឺជាពាក្យដែលធ្វើឲ្យខ្ញុំមានវិបដិសារីខ្ញុំបានធ្វើអស់ហើយនៅក្នុងទូនីតិរបស់ខ្ញុំបានលះបង់គ្រប់បែបយ៉ាងហើយខ្ញុំបានលះបង់អស់ហើយតើខ្ញុំសួរថាបងប្អូនមានដឹងរឿងខ្ញុំទាំងអស់ទេហេតុអ្វីនៅសុកខ្ញុំចាក់ចេញជាមួយនឹងទំនាក់ទំនងរយៈពេល8ឆ្នាំរបស់ខ្ញុំរឿងគ្រប់យ៉ាងទះដៃតែម្ខាងគឺវាមិនលឺទេហើយខ្ញុំក៏មិនមែនជាមនុស្សប្រុសចរិតស្រីដែរនៅពេលនិយាយឲ្យប៉ះពាល់ទៅដល់កិត្តិយសអ្នកណាម្នាក់គឺខ្ញុំមិនចង់ទៅបំផ្លាញខ្ញុំមិនចង់ទៅរញ៉េរញ៉ៃអ្នកណានោះទេគ្រប់យ៉ាងខ្ញុំស្ងៀមស្ងាត់ព្យាយាមទប់អារម្មណ៍មិនចង់បកស្រាយអ្វីទាំងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះហើយខ្ញុំតាំងពីដើមមកខ្ញុំមិនដែលបកស្រាយថាអ្នកណាចេះឬអ្នកណាចោះនោះទេព្រោះរឿងដែលខ្ញុំបានជួបបើសិនអ្នកទាំងអស់គ្នាជាខ្ញុំវិញទើបបងប្អូនយល់ថាហេតុអ្វីបានជាខ្ញុំដើរចេញ8ឆ្នាំនឹងទាំងខ្ញុំប្រឹងប្រែងតស៊ូជាមួយគ្នាទាំងស្នេហា8ឆ្នាំគ្មានន័យវាច្បាស់ណាស់ទំនាក់ទំនងស្នេហាវាតែងតែមានភាពរកាំរកូសជាមួយគ្នាមានបញ្ហាមានទុក្ខសប្បាយមានល្វីងជូរជាត់គឺនៅក្នុងនឹងឯងទាំងដែលខ្ញុំធ្លាប់បានសុំគាត់រៀបការរយៈពេល3ដងតើសួរគាត់ថាគាត់ព្រមជាមួយខ្ញុំទេចម្លើយដែលខ្ញុំបានទទួលបានពីអូនយ៉ាយ៉ានោះគឺមិនទាន់ចង់រៀបការនោះទេនេះជាការរៀបរាប់របស់លោកកឹមសេងដែលបានរៀបរាប់ទាំងឈឺចាប់ក្នុងរយៈពេល8ឆ្នាំដែលបានបង្កាត់ភ្លើងស្នេហាជាមួយអូនយ៉ាយ៉ាប៉ុន្តែនៅពេលនេះពួកគេបានបែកប្រេះឆាហើយសូមបញ្ជាក់ផងដែរថាលោកកឹមសេងបានរងការរិះគន់ក្រោយពីលោកបានសុំបែកអូនយ៉ាយ៉ាដែលបានស្រឡាញ់គ្នាអស់រយៈពេល8ឆ្នាំក៏ប៉ុន្តែការរិះគន់នោះក៏កាន់តែផ្ទុះក៏ក្រាំងនៅក្នុងបណ្ដាញសង្គមបន្ទាប់ពីលោកកឹមសេងបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា8ឆ្នាំដែលមានអត្ថន័យនៅក្នុងបទចម្រៀងនោះហាក់ឌៀមដាមទៅកាន់សង្សារចាស់របស់ខ្លួនគឺអូនយ៉ាយ៉ាបានធ្វើឲ្យអូនយ៉ាយ៉ាទ្រាំមិនបានចេញវីដេអូ live រៀបរាប់ពីមូលហេតុនៅពីក្រោយនៃការបែកគ្នាទាំងអស់នេះយ៉ាងច្បាស់ដោយហេតុផលអ្នកទាំងពីរមិនអាចត្រូវនឹងស្រឡាញ់គ្នាដូចដើមវិញដោយហេតុផលទី1គឺលោកកឹមសេងមិនអាចបែកពីអ្នកថ្មីបានដោយអ្នកថ្មីគឺស្រឡាញ់លោកកឹមសេងខ្លាំងណាស់និងហេតុផលទី2ក៏ព្រោះតែម្ដាយរបស់លោកកឹមសេងមិនពេញចិត្តនឹងរូបអូនយ៉ាយ៉ាបងប្អូនពិតជាស្ដាយស្នេហារបស់ពួកគាត់មែនទែន8ឆ្នាំប៉ុន្តែគ្មានន័យបងប្អូនហើយបើសិនជាអ្នកខ្លះវិញ8ឆ្នាំបែកកូនមកផ្លូនបាត់ទៅហើយពេលនេះចេះទៅបង្កាត់ភ្លើងស្នេហាមួយ8ឆ្នាំមិនចេះតែបង្កើតបានទេតស៊ូទៅពីឧបសគ្គរវិញជូរជាត់ប្រៃរវិញបែបណាក៏ចេះអត់ឱនដល់គ្នាដែរយើងក៏ត្រូវតែចេះអត់ឱនដល់គ្នាបើមិនជាយើងបែកគ្នាបងប្អូនហាមមានជនទី3កាលណាដែលយើងមានជនទី3ហើយស្នេហារបស់យើងគឺមិនអាចនឹង
វល់មកដូចដើមវិញទេទោះបីជាយ៉ាងណាក៏ដោយវាមិនអាចដូចថាកែវប្រេសស្រាំអញ្ចឹងបងប្អូនតែបែកហើយមិនអាចផ្គុំដូចដើមវិញទេដូចស្នេហារបស់លោកកំសែងនិងអូនយ៉ាយ៉ាអញ្ចឹងមកពីលោកកំសែងតែគាត់មានជនទី3ហើយស្នេហារបស់ប្រកបមិនអាចនឹងដូចដើមនោះទេ